ឃើញ blur ដូចណាដបដូចគ្នាប៉ុន្តែក្លិនវិញគឺអត់ដូចគ្នាណាអ្នកនរគ្នាប្រយ័ត្នទិញខុសអញ្ចឹងយើងផ្ដើមជាមួយនឹងតអប់ទី1ដែលចេញដំបូងគេប្រអប់នេះ blur ដូច channel EDT អ្នកនរគ្នាមើលនៅនឹងគឺអត់មានប្រភេទប្រេងទេដបវាគឺអញ្ចឹងចំណាំតអស់គ្នាតែអានេះក្លិនវាគឺស្រស់ស្រាយជាងគេហើយមានក្លិនខូចច្រើនជាងគេទៀតក្លិនវាគឺស្រាលមែនតើស័ក្តិសមសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃឬក៏បងណាដែលគាត់ចាញ់ក្លិនតអប់រៀងធ្ងន់នេះអាចយកជាមួយនឹង blur ដូច channel EDT នេះបានតអប់ដែលចេញបន្ទាប់ហ្នឹងគឺ blur ដូច channel EDP អ្នកនរគ្នាឃើញនៅក្រោមនេះអត់វាមានដាក់ O ឬ parfum គឺវាតឡើងប្រភេទប្រេងនៃតអប់មានន័យថាអានេះក្លិនវារៀងធ្ងន់ជាងអាមិញហើយក្លិនវាជាប់បានយូរជាងអាមិញទៀតក្លិននេះគឺវាអត់សូវបែបខូចទេប៉ុន្តែវាបន្ថែមមកជាមួយនឹងក្លិនបែបហឹរខ្ញីលាយជាមួយនឹងក្លិនឈើក្លិននេះគឺវាអត់ធ្ងន់ខ្លាំងទេនិយាយទៅគឺវានៅកណ្ដាលស្រួលប្រើខ្លាំងមែនតើហ្មងអានេះយើងបាញ់ទៅដែរក៏បានបាញ់ប្រចាំថ្ងៃក៏បានដែរបន្ទាប់ហ្នឹងគឺ blur ដូច channel parfum អានេះគឺអត់សូវមានអ្នកច្រឡំទេដោយសារតែអក្សរលើវាហ្នឹងគឺរៀងពណ៌លឿងទេអានេះប្រភេទប្រេងរបស់វាគឺខ្ពស់ខ្លាំងមែនតើអ្នកនរគ្នាជាប់បានពី12ទៅ24ម៉ោងក្លិនវាគឺរក្សានៅក្លិនក្រូចប៉ុន្តែគ្រាន់វាអត់សូវស្រស់ស្រាយដល់2ទៀតទេក្លិនវាបែបរៀងមុតធ្ងន់ដិតលាយជាមួយនឹងក្លិនរៀងឈើធ្ងន់ណាសម្រាប់នេះបងណាដែលស្រឡាញ់ក្លិន blur ដូច channel ហើយចង់បានក្លិនណាជាប់បានយូរខ្លាំងហ្មងណាអ្នកនរគ្នាអាចយកជាមួយនឹងអានេះបានចូលមកដល់តអប់កូនបើយើងគឺ blur ដូច channel exclusive parfum អានេះតែចាញ់ឆ្នាំ2025ទេក្លិនវាគឺអត់មានក្លិនខូចទេណាហើយក៏វាអត់សូវស្តៀងជាមួយនឹង blur ដូច channel ផ្សេងទៀតដែរក្លិនវាលក្ខណៈធើលាយជាមួយនឹងក្លិនស្បែករៀងធ្ងន់ដិតងុំណាប៉ុន្តែក្លិននេះគឺវា creamy ហើយ smooth ខ្លាំងមែនតើហ្មងសម្រាប់បងអូនណាស្រឡាញ់ក្លិនបែប unique សំខាន់គឺជាប់បានយូរវាអាចនឹងជាប់បានពី24ម៉ោងទៅ36ម៉ោងចឹងទៅអាស្រ័យទៅលើការប្រើប្រាស់បងណាសម្រាប់បងអូនណាដែលគាត់ចង់បានជាមួយនឹងតអប់ទាំងអស់នេះអាចតាក់ទង page Alphaman បាន